ចាជំរាបសួរមកពីបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំនឹងក្រុមគ្រួសារចេញដំណើរទៅលេងនៅរដ្ឋហាវ៉ៃបងប្អូនណាចាដូច្នេះក្នុងពេលនេះផងដែរខ្ញុំក៏បានឆ្លៀតពេលថតផ្ការីកមុខផ្ទះរបស់ខ្ញុំជូនបងប្អូនទស្សនាចាខែនេះជាខែរដូវផ្ការីកបងប្អូនដូច្នេះដើមឈើនិងដើមផ្កាចាប់ដើមរីកផ្កាជាបន្តឲ្យបងប្អូនណាចាការធ្វើដំណើរលើកនេះគឺថានាងខ្ញុំចេញពីវាយន្តហោះ LAX ទៅដល់វាយន្តហោះ Honolulu រដ្ឋ Hawaii ចាតាមរយៈ United Airlines ហើយយន្តហោះរបស់នាងខ្ញុំនឹងចេញនៅម៉ោង 1:15 នាទីបងប្អូនណាឥឡូវហ្នឹងក្រុមគ្រួសារនិងកូននាងខ្ញុំកំពុងតែញ៉ាំអាហារពេលថ្ងៃត្រង់បងប្អូនជិតដល់ពេលម៉ោងឡើងយន្តហោះហើយណោះចាឥឡូវហ្នឹងគឺថាការហៅយន្តហោះគេបានហៅចូលបងប្អូនណាគេចាប់ដើម boarding ហើយឥឡូវនេះក៏បានមកដល់វាយន្តហោះ Honolulu បងប្អូននៅកំពុងតែមកកន្លែង company ជួលឡានក្រុមហ៊ុនដែលក្រុមគ្រួសារនេះខ្ញុំបានជួលឡានមានឈ្មោះថា Six Company បងប្អូនណាចាគឺថាគេមានច្រើនកន្លែងដែរឥឡូវហ្នឹងណាចាឥឡូវហ្នឹងគឺថាពេលព្រលឹមឡើងឲ្យបងប្អូនភ្ញាក់ពីគេងហើយក៏បាននាំគ្នាដើរមកលេងនៅ beach បន្តិចចានៅ Waikiki Beach បងប្អូនណាចាហើយមកតាមផ្លូវគឺថាមានឃើញមន់ដើរនៅពេញកន្លែងផាតាមផ្លូវបងប្អូនចាមើលទៅស្អាតហើយក៏មានសត្វចាបអីរត់តាមចឹងដែរណាចាដើរបន្តិចមកនេះខ្ញុំនឹងក្រុមគ្រួសារក៏បានមកចូលញ៉ាំគុយទាវវៀតណាមចាហើយទៅក៏បានធ្វើដំណើរបន្តទៅដើរទៅ Waikiki Beach ទៀតចឹងបងប្អូនចានេះជាទស្សនវិជ្ជា Waikiki Beach នៅពេលព្រឹកព្រលឹមឡើងបងប្អូនណាចាម៉ោងប្រហែលជា7 កន្លះឯនឹងឯងនេះអ្នកខ្លះក៏គេបានមួយទឹកហើយអ្នកខ្លះក៏គេចាប់ផ្ដើមដើរទៅមួយទឹកចឹងណាចាគឺថាមានភាពអ៊ូអរចាហើយព្រឹកព្រលឹមឡើងគឺថាទេសភាពក៏ស្អាតដែរបងប្អូនទឹកសមុទ្រឡើងថ្លាមែនទែនចាហើយទៅក្រុមគ្រួសារនេះខ្ញុំក៏បានសម្រាប់ញ៉ាំភេសជ្ជៈបន្តិចទៅចានេះជាកន្លែងនេះខ្ញុំធ្លាប់មកកាលពីឆ្នាំមុនបងប្អូនណាដូច្នេះក៏បានមកកន្លែងហ្នឹងរំលឹកអនុស្សាវរីយ៍បន្តិចបន្តួចកាលពីឆ្នាំមុនមកបានមកផ្លេតដែរណោះចាឥឡូវឆ្នាំនេះបានមកមានពេលនៅលេងកោះនេះបានច្រើនថ្ងៃដែរចាកោះហាវ៉ៃគឺថាស្អាតបងប្អូនទឹកសមុទ្រគឺថាថ្លាស្អាតល្អនៅតាមឆ្នេរកោះវ៉ៃគីគីគឺគេដាំដើមដូងជាហូហែអញ្ចឹងបងប្អូនណាចាគឺថាមើលទៅគឺធៀងស្អាតបងប្អូនចាបងប្អូនបន្ទាប់ពីបានមើលទឹកសមុទ្ររួចហើយនាងខ្ញុំនិងក្រុមគ្រួសារក៏បានបើកឡានដើរមើលជុំវិញកោះបងប្អូនណាចាការបើកឡានមើលជុំវិញកោះនេះប្រហែលជា7-3ម៉ោងឬក៏3ម៉ោងជាងដែរបងប្អូនណាទៅតាមបងប្អូនបើកបងប្អូនឈប់ច្រើនជាងទៅក៏ចំណាយពេលច្រើនជាងទៅចាចំពោះនាងខ្ញុំគឺថាបើកមើលកន្លែងណាគឺស្អាតក៏ចុះឈប់ថតអញ្ចឹងណាចាដូច្នេះចំណាយពេលប្រហែលជា3ម៉ោងជាងអញ្ចឹងបងប្អូនចាបងប្អូននៅតាមឆ្នេរនីមួយគឺថាទឹកសមុទ្រគឺថាថ្លាស្អាតល្អបងប្អូនណាគឺថាពណ៌ខៀវចាគ្រួសារនាងខ្ញុំក៏តែងតែមកថតនាងខ្ញុំហើយនាងមកថតគាត់ចឹងដែរទៅមិញហ្នឹងណាចាដូច្នេះឥឡូវហ្នឹងក៏បានទៅមើលទឹកសមុទ្របន្តិចចឹងបងប្អូនណាចាបន្តមកទៀតក៏ថានាងខ្ញុំនិងក្រុមគ្រួសារក៏ចាប់ដើមបន្តដំណើរបើកឡានទៅមុខទៀតបងប្អូនគឺថាធ្វើដំណើរទៅដល់កន្លែងណាឃើញកន្លែងណាស្អាតគឺថាចុះនៅថតនៅកន្លែងហ្នឹងមកសន្ទុះសិនមិនបើកឡានទៅទៀតបងប្អូនហើយទៅការធ្វើដំណើរលើកនេះគឺថានាងខ្ញុំបានជួលឡានគេហ្នឹងចំរយៈពេល3ថ្ងៃចឹងដើម្បីបើកមើលជុំវិញកោះអាហ៊ូបងប្អូនណាចាកោះអាហ៊ូហ្នឹងគឺថាតូចជាងកោះម៉ាវីបងប្អូនណាចាដូច្នេះបើកក៏មិនសូវប្រើពេលយូរដែរបងប្អូនចាហើយទៅនៅតាមផ្លូវឬនៅតាមផ្ទះគេបងប្អូនគឺថាសម្បូរដើមស្វាយមែនទែនបងប្អូនស្វាយគឺដើមធំណាបងប្អូនណាខ្ញុំបើកឡានមើលឃើញស្វាយគឺថាអារម្មណ៍គឺថាដូចសប្បាយចិត្តខ្លាំងមែនទែនឃើញដើមស្វាយហើយមានផ្លែធ្លាក់មកតូចអញ្ចឹងទៅហើយបើតាមខ្ញុំមើលទៅស្វាយនេះដូចជាស្វាយក្បាលដំរីបងប្អូនតូចស្អាតមែនទែនចាហើយមួយយ៉ាងទៀតគឺថាមានដើមអំពិលទឹកចាអំពិលទឹកក៏ច្រើនដែរបងប្អូននៅតាមផ្លូវគេដោះមកអញ្ចឹងណាហើយទៅគឺថានៅនេះអត់ឃើញគេបេះញ៉ាំអីបងប្អូនគឺថាផ្លែធ្លាក់ចោលអញ្ចឹងណាខ្ញុំចង់ចុះថតជូនបងប្អូនដែរក៏ប៉ុន្តែភាគច្រើនដើមហ្នឹងគេដោះនៅតាម freeway ណាតែពេលអញ្ចឹងតើអត់ហ៊ានចុះខាត់ដូចប៉ូលីសចាប់
cha bậc đông nơi tam tia chúng tới chúng ta đi play này vì khu đời kia chẳng á ọt miền tam tia miền tam free với miền play tràn cha lại đi ban mặt đò Sandy Beach trái cha lại beach mình cái thằng có sạch đây cái thằng tại một thà là ó hay để sách có so đại bóng ôn á cha lại ní trong máu khơi sạch đi những bàn thọ đặt được non chỉ ré rồi có non short ở bên này trong đáy cha được non plug này bóng ôn bàn khơi cứ thằng này lại này ai bóng ôn á cha hai nên nhomนี่ខ្ញុំនឹងក្រុមគ្រួសារនឹងកូនបងនេះខ្ញុំគឺថាបើកឡានមកមើលចឹងទៅឃើញទេសភាពស្អាតបងប្អូននេះមកដល់នេះមានឆ្នេរសមុទ្រទៅមានឃើញភ្នំចឹងគឺថាពណ៌បៃតងចាស្អាតមែនទែនចាដោយសារនេះខ្ញុំនៅអង្គុយខាងក្រោយដូច្នេះមានការពិបាកថតវីដេអូនៅខាងមុខនេះខ្ញុំតិចចារូបវីដេអូបងនេះខ្ញុំមិនសូវជាស្អាតណាស់ព្រោះមានឃើញឡានអីចឹងសូមទោសផងបងប្អូនណាចាហើយទៅគ្រូសានេះខ្ញុំក៏បានថតជាវីដេអូដែរបងប្អូនដូច្នេះថតវីដេអូពីកាមេរ៉ាបងប្អូនចានេះទឹកសមុទ្រឃើញស្អាតទេបងប្អូនគឺថាមើលទៅគឺថាឃើញពណ៌បៃតងស្អាតមែនទែនហើយមានដើមឈើដើមអីចឹងដែរបងប្អូនណាតែពេលឃើញចឹងទៅនេះខ្ញុំនឹកឃើញកោះអាហ៊ុនទេសឌីនឹងខេត្តកំពតស្រុកខ្មែរយើងគឺថាមានលក្ខណៈបាក់ផែគ្នាបងប្អូនគឺថាមានដើមឈើដុះហើយទៅមានភ្នំនៅជុំវិញចឹងណាចាលើនេះខ្ញុំនឹងក្រុមគ្រួសារចេះតែបើកឡានបន្តទៀតដើម្បីបានជុំវិញកោះហ្នឹងណាចាហើយទៅទេសភាពគឺថាឃើញស្អាតដល់បងប្អូនចាគឺថាមេឃនឹងមានពពកជានិច្ចចាថ្ងៃនេះខ្ញុំមកជិះដើរជុំវិញគឺថាអត់មានភ្លៀងទេណាចាហើយនេះខ្ញុំក៏បានចូលមកក្នុងភូមិគេបន្តិចទៅក៏ឃើញមានដើមចេកក៏ថតជូនបងប្អូនចាដើមចេកនេះគឺថាគេអត់កាត់ទៅយកទេបងប្អូនគឺថាឲ្យផ្លែអញ្ចឹងតែម្ដងណាទឹកមើលចឹងទៅឃើញស្អាតដែរបងប្អូនចាតែនេះខ្ញុំឃើញក៏ថតជូនបងប្អូនទស្សនាចាអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ